មិនថាស្ពៃមិនថាសាច់គោមិនថាបកាបកងកពឹសមិនថាផ្លែឈើកម្ពុជាយកទាំងអស់អត់មានរើសប្រទេសណាទេហើយយោងតាមសម្រងព័ត៌មានប្រាក់ឈ្នួលមធ្យមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តនេះគឺយើងក៏មានច្រើនហើយផ្អែកតាមតួលេខតំបន់សេដ្ឋកិច្ចទាំង5ប្រាក់ឈ្នួលមធ្យមជាង178.7 លានដុល្លារចំណុចនេះកន្លងទៅមានអ្នកពេលជ្រាយមានអ្នកពេលដែលអាមេរិកហើយចិនមានការចរចាគ្នារឿងពាណិជ្ជកម្មគេចោទរដ្ឋាភិបាលខ្មែរថាយកស្ពៃយកសាច់គោហើយខ្ញុំធ្លាប់និយាយម្ដងហើយនៅកំពតមិនថាស្ពៃមិនថាសាច់គោមិនថាបកាបកងកពឹសមិនថាផ្លែឈើកម្ពុជាយកទាំងអស់អត់មានរើសប្រទេសណាទេហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះពិតណាស់ដោយផ្ដើមរៀបចំដោយរដ្ឋាភិបាលកម្ពុជាចិនវែនប៉ុន្តែក៏មានរោងចក្រសហគ្រាសពីអាមេរិកពីបារាំងពីអឺរ៉ុបពីប្រទេសផ្សេងមកនៅទីនេះបានន័យថាយើងយកទាំងអស់អត់មានប្រកាន់រើសអើងអ្នកណាទេបាទតើយើងរើសអើងអីបើសិនជាប្រទេសមហាអំណាចគេអត់រើសអើងគ្នាផងគេធ្វើការជាមួយគ្នា3អាទិត្យមុនគេចរចាក្តៅឥឡូវចូលមកទៅជាពិភពលោកមិនអាចកាត់ផ្ដាច់ពីគ្នាបានទេអញ្ចឹងកម្ពុជាក៏គ្មានជំរឿនរើសពីណាទាត់ពីណាដូចដែរយើងស្វាគមន៍ទាំងអស់ដើម្បីអីដើម្បីសុខភាពខ្លួនយើងបើយើងហូបសាច់សុទ្ធគេវាលើសកូលេស្តេរ៉ុលលើសខ្លាច់បើយើងហូបបន្លែសុទ្ធអាចថាខ្វះជីវជាតិមិនល្អយកទាំងពីរយកទាំងផ្លែឈើយកទាំងអីទៀតបើយកស្ពៃនិងសាច់គោមកតែពីរអត់ទៅទេត្រូវការអំបិលវិជែងត្រូវការស្អីសម្រាប់ឲ្យឆ្ងាញ់ថែមទៀតអញ្ចឹងយកមកដើម្បីខ្លួនយើងគឺជាអ្វីគឺសេដ្ឋកិច្ចជាតិគឺការងារនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងធ្វើការតាក់ទាញវិនិយោគមិនថាពីអាមេរិកមិនថាពីចិនពីជប៉ុនពីអឺរ៉ុបពីអីទាំងអស់យកទាំងអស់អាហារផ្លែឈើដាក់ក្នុងខ្លួនយើងដើម្បីយើងជំរុញសេដ្ឋកិច្ចជាតិយើងបង្កើតការងារជួយជំរុញប្រាក់បៀវត្សជូនបងប្អូនរបស់យើងឲ្យបានច្រើននេះគឺជាកិច្ចការសំខាន់ហើយសក្ខីភាពជាក់ស្ដែង 30,000 អ្នកជាងនឹងអង្គុយនៅទីនេះមិនមែន 30,000 អ្នកជាងទៅជប់មកពីណាហើយពាក់ផ្លាកជាកម្មការនេះនៅទីនេះទេគឺសិតតែភាគច្រើនធ្វើការនៅទីនេះបាទហើយទាំងអស់ធ្វើការនៅទីនេះតែម្ដងដែលបានផលពីការប្រកាន់នយោបាយគឺថាយកទាំងសាច់គោយកទាំងស្ពៃយកទាំងបន្លែក្របមុខយកទាំងផ្លែឈើដើម្បីឲ្យជីវជាតិកាន់តែរីកកម្លាំងកាន់តែរឹងមាំការងារបងប្អូនកាន់តែកើនបៀវត្សកាន់តែកើនតទៅទៀតនេះគឺជាអ្វីដែលយើងត្រូវធ្វើនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើហើយថែមទាំងនោះរាជរដ្ឋាភិបាលចាក់ថែមនៅគេថាគ្រឿងទេសដើម្បីឲ្យបន្លែផ្លែឈើកាន់ឲ្យអាហារនឹងកាន់តែឆ្ងាញ់កាន់តែមានជីវជាតិកាន់តែល្អបានន័យថាម៉េចរដ្ឋាភិបាលរៀបចំនៅគោលនយោបាយដាក់ចេញនៅគោលនយោបាយបន្ថែមដោយអាដាមហេងសួរអញ្ចឹងគោលនយោបាយសុខភាពគោលនយោបាយគាំពៀសង្គមមេដាទារកគោលនយោបាយបដោះបដាលឲ្យបងប្អូនកាន់តែល្អបានន័យថាមិនត្រឹមតែរកការងារឲ្យបានទេមិនត្រឹមតែបង្កើតនៅទីនេះទេរៀបចំច្បាប់ការពារសិទ្ធិអនុញ្ញាតឲ្យមានសហជីពប្រតិភូបុគ្គលិកធ្វើការពារចូលរួមជាមួយរាជរដ្ឋាភិបាលក្រសួងការងារដើម្បីដោះស្រាយបញ្ហាដែលមានប្រឈមបើសិនជាមានវិវាទផ្សេងរៀបចំបសសពេលឈឺគ្រោះថ្នាក់ទាំងគ្រោះថ្នាក់នៅលើការងារទាំងថែទាំសុខភាពរៀបចំកិត្តគូតាំងពីការដឹកជញ្ជូនថ្លៃសេវាដឹកជញ្ជូនទៅចំណាយដឹកជញ្ជូនរៀបចំតាំងពីស្តង់ដារអាហារដ្ឋាននៅក្នុងកន្លែងឲ្យមានអនាម័យកិត្តគូរហូតទៅដល់ទាំងទារកបាទគ្រាន់តែមានផ្ទៃពោះមានការកិត្តគូផ្ដល់រដ្ឋាភិបាលថែមនៅប្រាក់ឧបត្ថម្ភគាំពៀរហូតទៅដល់គោលនយោបាយ2ឆ្នាំ